ដោយសង្កេតឃើញថាវិធីសាស្ត្រក្នុងការគៀកោស្វែងរកការគ្រប់គ្រងមតិពិតជាមានសារៈសំខាន់ក្នុងនោះមិនត្រឹមតែនៅក្នុងកម្រិតស្ថាប័នជាតិទេឬក៏កម្រិតអង្គការសង្គមស៊ីវិលទេប៉ុន្តែនៅក្នុងកម្រិតសហគមន៍ក៏យើងយល់ឃើញថាមានសារៈសំខាន់ផងដែរដូច្នេះទើបអង្គការការ៉េតមានទិសដៅក្នុងការផ្តល់ការគ្រប់គ្រងដល់សហគមន៍កសិកម្មក្នុងការរៀបចំសកម្មភាពក្នុងការគៀកោការគ្រប់គ្រងមតិដើម្បីឲ្យគាត់បានបង្ហាញពីកង្វល់របស់ពួកគាត់របស់សមាជិកសហគមន៍ទាក់ទងនឹងវិស័យកសិកម្មទីផ្សារសុខភាពនិងការគ្រប់គ្រងធនធានធម្មជាតិជាដើមវគ្គបណ្ដុះបណ្ដាលនេះគឺជាសកម្មភាពមួយដែលអាចជួយកសាងសមត្ថភាពបន្ថែមទៅដល់គណៈកម្មាធិការសហគមន៍កសិកម្មក្នុងការរៀបចំនៅផែនការគៀកោស្វែងរកការគ្រប់គ្រងមតិជាពិសេសគាត់អាចអនុវត្តនៅគោលការណ៍សំខាន់ទាំង5នៃគោលការណ៍ក្នុងការស្វែងរកការគ្រប់គ្រងមតិដើម្បីកំណត់តួអង្គពាក់ព័ន្ធដែលសំខាន់និងមានឥទ្ធិពលក្នុងការជួយគ្រប់គ្រងធ្វើឲ្យសហគមន៍កសិកម្មរបស់ពួកគាត់អាចអនុវត្តនៅផែនការនិងសម្រេចបាននៅចក្ខុវិស័យរបស់សហគមន៍កសិកម្មទាំងមូលវគ្គបណ្ដុះបណ្ដាលនេះក្រៅពីការចែករំលែកនៅទ្រឹស្ដីយើងបានប្រើប្រាស់នៅវិធីសាស្ត្រជាច្រើនជាពិសេសវិធីសាស្ត្រក្នុងការចូលរួមមានន័យថាយើងព្យាយាមឲ្យអ្នកចូលរួមទាំងអស់មានសកម្មភាពដោយមិនទុកអ្នកចូលរួមណាម្នាក់ចោលឡើយទោះបីជាគាត់មិនសូវប្រកែកនិយាយមិនសូវមានសកម្មភាពប៉ុន្តែក្នុងនាមជាអ្នកសម្របសម្រួលយើងព្យាយាមធ្វើឲ្យអ្នកចូលរួមទាំងអស់មានសកម្មភាពគ្រប់គ្នាក្នុងនោះផងដែរយើងបានចែករំលែកនៅរឿងរ៉ាវពិតជាក់ស្ដែងដែលបានកើតឡើងនៅក្នុងសហគមន៍ការធ្វើលំហាត់ជាក្រុមជាពិសេសគឺការធ្វើការរួមគ្នានៅការរៀបចំផែនការសកម្មភាពគៀកោការគ្រប់គ្រងមតិសម្រាប់សហគមន៍កសិកម្មគឺជាការសម្ដែងតួដែលនិយាយអំពីសេណារីយ៉ូពិតដែលកំពុងតែកើតឡើងនៅក្នុងសហគមន៍កសិកម្មរបស់ពួកគាត់ផ្ទាល់វគ្គបណ្ដុះបណ្ដាលនេះយើងរំពឹងថាសហគមន៍ទាំង10ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់យើងរយៈពេល2ថ្ងៃនេះគាត់អាចយល់ច្បាស់អំពីអ្វីទៅដែលហៅថាវិធីសាស្ត្រក្នុងការគៀកោការគ្រប់គ្រងមតិជាពិសេសគោលការណ៍សំខាន់ទាំង5ដោយសារយើងបានបង្កើតទស្សនវិស័យហើយយើងនឹងយកទៅអនុវត្តឲ្យបានសម្រេចដោយការក្រុងទុកខ្ញុំត្រេកអរណាស់ដោយសារបានចូលរួមហើយក៏បានទទួលចំណេះដឹងមួយចំនួនពីអង្គការការ៉េតហើយនឹងរៀបចំផែនការនៅក្នុងសហគមន៍របស់ខ្ញុំឲ្យមានដំណើរការចាប់ពីពេលនេះទៅបាទចំណាប់អារម្មណ៍របស់ខ្ញុំដែលមកបានចូលវគ្គបណ្ដុះបណ្ដាលនៅរយៈពេល2ថ្ងៃនេះគឺចំណាប់អារម្មណ៍របស់ខ្ញុំគឺឃើញថាការរៀនវគ្គលើកនេះគឺល្អដោយសារយើងមានវគ្គហ្នឹងជាការសម្ដែងជាស្ដែងផ្ទាល់អនុវត្តផ្ទាល់បាទអញ្ចឹងគឺមានចំណាប់អារម្មណ៍ថាពេលដែលយើងចប់ពីសិក្សាទៅវិញយើងអាចធ្វើផ្ទាល់បានចាប់តាំងពីឆ្នាំ2010អង្គការការ៉េតបានអនុវត្តគម្រោង APC Data ដែលមានកិច្ចសហការជាមួយនឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបដើម្បីជំរុញនៅការអនុវត្តបច្ចេកទេសកសិកម្មតាមបែបកសិអេកូឡូស៊ីនិងពិពិធកម្មកសិកម្មពង្រឹងអង្គការកសិករលើកទឹកចិត្តឲ្យមានតម្លាភាពនៅក្នុងសហគមន៍កសិកម្មរចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃនិងគ្រប់គ្រងតួអង្គពាក់ព័ន្ធដើម្បីរៀបចំផែនការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងសុវត្ថិភាពប្រព័ន្ធស្បៀងនៅក្នុងខេត្តសៀមរាបបច្ចុប្បន្នគម្រោងកំពុងតែគ្រប់គ្រងសហគមន៍កសិកម្មចំនួន10នៅក្នុងស្រុកគោលដៅចំនួន4គឺស្រុកសូនេគង្គស្រុកប្រាសាទបាគងស្រុកជីក្រែងនិងស្រុកស្វាយលើនៅក្នុងខេត្តសៀមរាប